នៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយដែលហុំព័ទ្ធដោយព្រៃបុរាណខ្សឹបខ្សៀវមានក្មេងស្រីដែលចង់ដឹងចង់ឃើញនិងចិត្តល្អម្នាក់ឈ្មោះលីឡាចូលចិត្តព្រៃឈើហើយជារឿយដើរតាមផ្លូវរបស់វាស្ដាប់ស្លឹកឈើជ្រុះនិងចម្រៀងរបស់សត្វស្លាបប៉ុន្តែនាងតែងតែមានអារម្មណ៍ថាមានអ្វីមួយទៀតនៅក្នុងព្រៃជារបស់វេទមន្តដែលនាងមិនអាចយល់បានថ្ងៃមួយពេលកំពុងរុករកកន្លែងលាក់កំបាំងលីឡាបានជំពប់ដួលលើកណ្ដឹងប្រាក់តូចមួយដែលព្យួរពីមែកឈើទាបវាត្រូវបានឆ្លាក់យ៉ាងល្អិតល្អន់ជាមួយនឹងនិមិត្តសញ្ញាដើមឈើសត្វនិងផ្កាយដោយចង់ដឹងចង់ឃើញនាងបានបន្លឺកណ្ដឹងថ្នមហើយសំឡេងរបស់វាមិនដូចអ្វីដែលនាងធ្លាប់ពើនោះទេច្បាស់ពីរសរណ្ដំនិងពោពេញដោយថាមពលដ៏ចម្លែកនិងគួរឲ្យទាក់ទាញនៅពេលដែលសំឡេងរសាត់ទៅព្រៃឈើហាក់ដូចជារស់ឡើងវិញតាមរបៀបថ្មីដើមឈើចាប់ផ្ដើមរលាស់ចេញហើយស្លឹករបស់វាក៏រលីងដោយពាក្យសម្ដីជម្រាបសួរលីឡាគេខ្សឹបលីឡាដកដង្ហើមធំគឺអ្នកអាចនិយាយបានទេដើមឈើអុកមួយដើមបាននិយាយដោយសំឡេងដ៏ជ្រាលជ្រៅនិងទន់ភ្លន់ថាពិតណាស់យើងអាចធ្វើបានប៉ុន្តែមានតែអ្នកដែលបន្លឺកណ្ដឹងប្រាក់ប៉ុណ្ណោះដែលអាចឬយើងលីឡាបើកភ្នែកធំដោយភាពងឿងឆ្ងល់មិនយូរប៉ុន្មាននាងបានរកឃើញថាកណ្ដឹងអនុញ្ញាតឲ្យនាងទំនាក់ទំនងជាមួយសត្វទាំងអស់នៅក្នុងព្រៃនាងបាននិយាយជាមួយសត្វទីទុយចំណាស់ដ៏ឆ្លៀសវៃកញ្ជ្រោងដែលលេងសើចនិងសូម្បីតែជ្រលងភ្នំដែលកំពុងតែមានរបួសនៅក្នុងព្រៃសត្វបានប្រាប់រឿងរ៉ាវរបស់នាងអំពីប្រវត្តិព្រៃឈើអំពីវេទមន្តបុរាណវីរបុរសក្លាហាននិងទល់ឲ្យភាពដ៏ឆ្ងាញ់នៃធម្មជាតិប៉ុន្តែពួកគេក៏បានចែករំលែកការព្រួយបារម្ភរបស់ពួកគេផងដែរភាពងឹតកំពុងលូនចូលព្រៃបំពុលដើមឈើនិងបណ្ដេញសត្វលោកសត្វក្តាន់បានពន្យល់ថា The Shadow Thorn គឺរុក្ខជាតិដែលត្រូវបណ្ដាសាដែលរីករាលដាលគ្រប់ទីកន្លែងដែលដីមិនមានទល់ឲ្យភាពវាដុះនៅជិតបេះដូងនៃព្រៃហើយបើវាមិនឈប់ទេវានឹងបំផ្លាញអ្វីទាំងអស់លីឡាឈឺចាប់ក្នុងព្រៃតើខ្ញុំអាចជួយអ្វីបានដើមឈើនិងសត្វបានប្រមូលផ្ដុំគ្នាជុំវិញនាងដើមឈើអុកបាននិយាយថាអ្នកត្រូវតែស្វែងរក Hearthstone គឺវាគឺជាគ្រីស្តាល់ដែលរក្សាវេទមន្តនៃព្រៃប្រសិនបើអ្នកដាក់វានៅចំកណ្ដាលនៃស្រមោលថននោះពន្លឺរបស់វានឹងសម្អាតដីជាមួយនឹងកណ្ដឹងប្រាក់នៅក្នុងដៃលេវ៉ាបានចាប់ផ្ដើមដំណើរស្វែងរករបស់នាងព្រៃបានដឹកនាំនាងសំឡេងខ្សឹបប្រាប់នាងកាន់តែជ្រៅទៅក្នុងព្រៃនាងបានប្រឈមមុខនឹងបញ្ហាជាច្រើនការឆ្លងកាត់ទន្លេនៃបន្លាធ្វើឲ្យមានភាពឆ្លាតវៃលើសត្វក្អែកដ៏អាក្រក់និងការរុករកវាលស្មៅដែលមានដើមដុះខ្ពស់ទីបំផុតនាងបានទៅដល់ Hearthstone ដែលជាគ្រីស្តាល់ភ្លឺចែងចាំងនៅលើគ្រែស្លែប៉ុន្តែពេលនាងយកវាមក Shadow Thorn ញ័រវលេបន្លារបស់វាបក់ចេញដោយព្យាយាមចាប់នាងលីឡាបន្លឺកណ្ដឹងប្រាក់ហើយសំឡេងរបស់វាពេញខ្យល់រុញភាពងឹតមកវិញនាងបានរត់ទៅកណ្ដាលនៃ Shadow Thorn ហើយដាក់ Hearthstone នៅលើដីពន្លឺរបស់គ្រីស្តាល់បានផ្ទុះឡើងពេញព្រៃដូចជារលក Shadow Thorn ក្រៀមស្វិតនិងដួលរំហើយដីត្រូវបានស្ដារឡើងវិញនូវភាពស្រស់ស្អាតពីមុនរបស់វាសត្វព្រៃស្រែកហូរកញ្ជ្រៀវហើយដើមឈើក៏រំកិលទៅដោយអំណរគុណដើមឈើអុកបាននិយាយថាអ្នកបានជួយសង្គ្រោះយើងឡែឡាព្រៃនឹងមិនភ្លេចសេចក្តីសប្បុរសរបស់អ្នកទេចាប់ពីថ្ងៃនោះមកលីឡាបានក្លាយជាអ្នកថែរក្សាព្រៃដោយប្រើកណ្ដឹងប្រាក់ដើម្បីស្ដាប់សេចក្តីត្រូវការរបស់វានិងការពារវេទមន្តរបស់វាអ្នកភូមិងឿងឆ្ងល់ចំពោះការភ្ជាប់ខ្លួនរបស់នាងទៅនឹងព្រៃហើយព្រៃក៏រីកលូតលាស់ក្រោមការមើលថែរបស់នាងសីលធម៌នៃរឿងការស្ដាប់ធម្មជាតិនិងការយល់ដឹងពីតម្រូវការរបស់វាអាចជួយយើងការពារនិងថែរក្សាពិភពលោកជុំវិញយើងសេចក្តីសប្បុរសនិងភាពក្លាហានអាចនាំពន្លឺដល់កន្លែងងឹតបំផុត